សួស្តីទស្សនិកជនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ព័ត៌មានអន្តរជាតិថ្មីៗប្រចាំថ្ងៃខាងក្រោមនេះគឺជាព័ត៌មានសំខាន់ៗពីជុំវិញពិភពលោកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានឲ្យដឹងថាអ៊ុយក្រែនត្រូវការការធានាសន្តិសុខអចិន្ត្រៃយ៍នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Interfax Ukraine លោក Zelensky បានប្រាប់សន្និសីទសារព័ត៌មានមួយថាមន្ត្រីអ៊ុយក្រែននិងសហរដ្ឋអាមេរិកនឹងធ្វើការពិភាក្សាគ្នាក្នុងពេលឆាប់ៗនេះលើការធានាសន្តិសុខនិងកញ្ចប់ស្តារឡើងវិញសម្រាប់អ៊ុយក្រែនដោយកត់សម្គាល់ថាកិច្ចព្រមព្រៀងទាំងនេះអាចត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos នៅសប្តាហ៍ក្រោយលោកបានសង្កត់ធ្ងន់ថាបច្ចុប្បន្នអ៊ុយក្រែនត្រូវការការផ្គត់ផ្គង់មីស៊ីលជាប្រចាំសម្រាប់ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនដើម្បីការពារខ្លួនរហូតដល់ថ្ងៃសុក្រប្រព័ន្ធការពារដែនអាកាសជាច្រើននៅក្នុងប្រទេសនេះគ្មានមីស៊ីលទេប៉ុន្តែអ៊ុយក្រែនបានទទួលកញ្ចប់មីស៊ីលថ្មីមួយនៅព្រឹកថ្ងៃដដែលនោះ